ខ្ញុំនឹងត្រឡប់ទៅរស់នៅជីវិតរបស់ខ្ញុំកាលពី10ឆ្នាំមុនរយៈពេល24ម៉ោងចុំចឹងទីបំផុតខ្ញុំបានត្រឡប់មក10ឆ្នាំមុនវិញហើយការហ្នឹងគឺថាខ្ញុំគ្មានម៉ូតូជិះទេខ្ញុំមានតែកង់ជិះទេប៉ុន្តែកង់មិនកង់បែបជិះទេកង់ប្រភេទរៀងកកោកោតែខ្ញុំមិនសូវជិះទៅរៀនទេព្រោះពីចាំមិត្តភក្តិខ្ញុំគាត់បើយោព្រោះផ្លូវផ្ទះមួយគ្នាហើយនេះជា outfit របស់ខ្ញុំ10ឆ្នាំមុនទាំងអស់គ្នាបាទនេះរៀងគ្រាន់ភ្នែកមើលការ10ឆ្នាំមុនមែនតើហ្មងខ្ញុំពាក់គឺថាវាពិបាកមើលមែនតើហ្មងសូម្បីតែកៅពាក់ក៏បងលួសគេដែរបាទម៉ាក់ខ្ញុំបងលួសមួយថ្ងៃ2000ហើយថ្ងៃនេះគឺថាខ្ញុំមានលុយក្នុងកប៉ៅចាយ5000រៀលតែមិនមែនតើបកទៅ10ឆ្នាំមុនខ្ញុំបានតែ2000ទេក្នុងការចាយចឹងសុំថែម3000មកប្រគ្រប់5000គីឡូចាយនៅឥឡូវអត់គ្រប់ហើយ10ឆ្នាំមុនហ្នឹងគឺថាខ្ញុំគ្មានគូដណ្ដឹងគ្មានសង្សារទេបាទអញ្ចឹងដល់ជាចាញ់single full ហើយការចំណងហ្នឹងយើងប្រើជិះ7ល្អគ្នាបាទអត់មាន iPhone ទេប៉ានឹងគេទេធ្លាប់ប្រើ Sony របស់បងនឹងម្ដងទី11ទៅពេលហើយវាខូចទៅអត់មានអីប្រើបាទប្រើជិះ7ដដែលមានអីលេកាពី game ពោះទេបាទហើយនេះគឺជាកន្លែងដែលខ្ញុំស្នាក់នៅគឺផ្ទះរបស់យាយរបស់ខ្ញុំបាទនិយាយទៅគ្មានអត់តែប្លែកទេព្រោះសិតតែខ្ញុំមកសាមនៅនឹងដែរហ្នឹងព្រោះខ្ញុំត្រូវមើលយាយរបស់ខ្ញុំហ្មងអញ្ចឹងគេណោះតិចទៅគាត់ថាប្រទេសនេះឥឡូវខ្ញុំមានបន្ទប់ខ្ញុំធ្វើបន្ទប់មួយផ្សេងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច follow page ខ្ញុំម្នាក់មួយផងចុចនៅលើហ្នឹងក៏បានឬក៏ចុចនៅក្រោមហ្នឹងក៏បានដែរនេះក្រោមហ្នឹងណានិយាយទៅឲ្យតែគេអក្សរ follow ចុចមួយប៉ក់ទៅកម្មវិធីខ្ញុំរត់ដល់នៅពេលដែលផឹកឡើងខ្ញុំដាក់ចំណែកឲ្យត្រីរបស់ខ្ញុំស៊ីបាទឥឡូវមានលូច្រើនបាទឥឡូវញ៉ាំហាបើព្រឹកពីមុនទៅ10ឆ្នាំមុនចឹងមែនណាផឹកឡើងបើមិននំហ៊ីងទឹកខ្វៃនំប៉័ងមីស្រស់មីកញ្ចប់អ្នកប៉ុណ្ណឹងហើយហាបើព្រឹកហើយគាត់ទៅអត់ទៅបាទហើយរាល់ពេលខ្ញុំតំណេទាំងអស់គ្នាបាទតំណេពីការរៀនខ្ញុំតែស៊ុយត្រីលេងនិយាយទៅត្រឡប់ខ្ញុំតាំងពីក្មេងគឺខ្ញុំចូលចិត្តស៊ុយត្រីគាត់ថាពេលហ្នឹងមិនទាន់ស្គាល់វក់ស្គាល់អីចេះស៊ុយនៅចលែននៅប្រហុកអីហ្នឹងទៅព្រោះនៅក្នុងវីដេអូនេះគឺខ្ញុំជឿដល់ពេលវាថយក្រោយឲ្យប៉ះចំថ្ងៃអាទិត្យចឹងទៅវាស្រួលបាទខ្ញុំពាក់អាវសរៀនព្រោះចូលរៀនវាកើតទេអញ្ចឹងបាទនេះសកម្មភាពរបស់ខ្ញុំហ្នឹង holiday បាទជិះកង់ទៅហើយបាទនេះនៅភូមិរបស់ខ្ញុំហ្មងទាំងអស់គ្នាឃើញស្រស់ស្រាយឃើញ fresh air បាទហើយខ្ញុំជិះកង់ស៊ុយត្រីទាំងអស់គ្នាការនៅក្មេងខ្ញុំតស៊ូណារឿងស៊ុយត្រីនៅមួយគឺតាំងពីក្មេងហ្មងញៀនណាស់ហើយនិយាយពីការស្លៀកពាក់នេះគឺដូច10ឆ្នាំមុនបេះបិទហ្មងអត់ខុសទេនិយាយទៅពាក់អាវអាដៃវែងហ្នឹងគឺខ្ញុំពាក់តាំងពីក្មេងឲ្យទៅស៊ុយត្រីដល់ពាក់ឲ្យទៅវែងហ្មងព្រោះខាច់ខូចស្បែកទិញទឹកម្ដងហ្មងមកជិះ2នាទីទៅដល់ហើយចុះមកពេលមុនជិះលឿនទៅណាតែឥឡូវជិះយូរមែនឥឡូវហ្នឹងគឺថាខ្ញុំជិះមកដល់កន្លែងដែលខ្ញុំស៊ុយ10ឆ្នាំមុនទាំងអស់គ្នាបាទនិយាយកន្លែងហ្នឹងគឺខ្ញុំមករហូតអាសាមកខ្លាំងនិយាយទៅរៀងរាល់ថ្ងៃអាទិត្យឲ្យតែបាត់ខ្ញុំមកកន្លែងហ្នឹងមកនឹងតែឃើញខ្ញុំនៅហ្នឹងហើយឥឡូវយើងមកដល់កន្លែងស៊ុយត្រីទាំងអស់គ្នាបាទនៅត្រង់ហ្នឹងបាទ10ឆ្នាំមុនខ្ញុំមកស៊ុយហ្នឹងខ្ញុំឲ្យមករូបថតនេះបាទជាក់ពីផតតាំងពិតបាទអត់មានទឹកទៅខាងមុខនោះវិញបាទត្រជាក់ស្រួលជាងផងទៅខាងនោះមានស្រះទឹកប៉ុណ្ណានេះឥឡូវយើងមកស្ទូចត្រីនៅកន្លែងនេះយើងដើររត់ដងស្ទូចយើងអត់មានដងទេតោះហើយយើងមកចងស្ទូចជាទូទៅខ្ញុំអត់ឲ្យស្ទូចកាន់មកទេហើយម៉ែថាឲ្យអញ្ចឹងខ្ញុំដាក់ខ្សែមកហើយខ្ញុំចងនេះដាក់ចូលលេងសិនចូលមកស្ទូចធ្ងន់ណាស់អើយខំជើងអោតិចទៀតគួយនេះទៅវាអត់សូវហុយទាំងអស់គ្នាបាទគួយខាងមុខនោះហុយពេកហើយបន្លែហ្នឹងវាមានទឹកទៀតណាសែតហ្មងនេះអាប្រឡងស្ទូចឡៃហ្នឹងបើកាន់នៅក្មេងខ្ញុំស្គាល់ឡៃហ្នឹងគឺខ្ញុំមករាល់ថ្ងៃនេះមានតាមឈើធំជាក់ទៀតអូមិនបាច់និយាយទេបាទចូលលុយគ្នាមួយពួកម៉ាក់ទិញលៀសហាទិញបាយសមកអង្គុយញ៉ាំបដាស្ទូចបដាញាក់សាច់ផ្លិចថតមុនហ្នឹងឥឡូវបានត្រីមួយទាំងអស់គ្នានេះអើយទូចញុយចង់មួយគេទាំងអស់គ្នាស៊ុយជាក់ខ្យល់បក់មកហើយឥឡូវយើងទៅផ្ទះវិញទាំងអស់គ្នាបាទស៊ុយត្រីបានទេអត់យើងអស់លុយចលែកទៀតមិនជីក៏បានដែរអញ្ចឹងទៅផ្ទះវិញហើយណាមួយមកតាំងពីព្រលឹមម៉ោង9ដល់ម៉ោង11ជាងហើយពេលទៅវិញគឺខ្ញុំជិះតាមផ្លូវជារៀងភូមិរបស់ខ្ញុំដែលខ្ញុំខានជិះកន្លែងហ្នឹងយូរមែនតើហើយបាទឃើញថាម្ដុំនេះគឺថានៅស្អាតនៅ fresh ដូចមុនអញ្ចឹងបាទនិយាយទៅគួរចង់រស់នៅហ្មងតែផ្លូវនេះជិះភ័យតែឆ្កែដេញឯងព្រោះនេះសម្បូរឆ្កែកន្លែងហ្នឹងការនៅក្មេងដេញខ្ញុំទៅញយឲ្យជិះកាត់នឹងវាដេញខ្ញុំហីហើយខ្លះហេក៏កិច្ចផុតហើយខ្លះមិនហេក៏ដួលទៅនិយាយមិនទាន់ផុតផងឃើញមួយបាត់ទៅតែអានេះអត់ដេញមក slow ដែរឯងនឹងបុកពោះមុនហ្នឹងអើយភ័យចងប់ឥឡូវមកដល់ផ្ទះវិញបាទហើយសពទិញលៀស3000ហ្មងឃើញអ្នកពុំនៅលក់3000រៀលកន្លះកំប៉ុងដាក់កន្លះកំប៉ុងម៉ែចេះដាក់ដូចលក់ដល់ដងចេះអត់កូនច្រើនចេះអត់ទេបានលៀសនិយាយត្រង់ហ្មងឲ្យតែថ្ងៃអាទិត្យដឹងថាខ្ញុំញ៉ាំលៀសហាលហើយនិយាយទៅអាលៀសហាហ្នឹងមួយគឺខ្ញុំចូលចិត្តតាំងក្មេងអញ្ចឹងបើមែនតើពេលញ៉ាំបាយហើយខ្ញុំតែងតែទៅជួយម៉ាក់ខ្ញុំលក់ទាំងពៅនៅមុខសាលារៀនប៉ុន្តែគាត់ថាឥឡូវហ្នឹងគឺម៉ាក់ខ្ញុំក៏លេងលក់យូរហើយខ្ញុំអត់ក៏សម្រាប់អញ្ចឹងធុងទាំងពៅធុងអីហ្នឹងគឺលក់អស់លេងហើយអញ្ចឹងហើយខ្ញុំមិនអាចថតឲ្យដូចចាស់ស្ដាយ100%បានទេទាំងអស់គ្នាព្រោះបានខ្លះយើងលក់អស់ហើយបាទដល់អញ្ចឹងមិនដឹងថាធ្វើអីមានអាកេងមកដល់ទៅបាទហើយកេងសុកស្រាប់តែអានេះសុំកើឆាកនេះហ
ហាតៃគឺដឹងរបស់ខ្ញុំថ្ងៃអនាគតមកតែមកខ្ញុំ10ឆ្នាំ10ឆ្នាំក្រោយឥឡូវគួរលើកអត់តែមកលេខបងប្រុសខ្ញុំហ្នឹងទូរស័ព្ទរបស់គាត់ឥឡូវលើកសិនព្រោះឥឡូវខ្ញុំ single ទេអាឡូបងធ្វើអីមិនយើងណាគេខ្ញុំអាម៉ាន់ណាខ្ញុំអាម៉ាន់ណាយើងណាគេខ្ញុំសង្សារយើងសង្សារណាខ្ញុំអត់មានសង្សារហ្នឹងខ្ញុំ single ចេះហ្នឹងអូគឺដឹងច្រឡំលេខអញ្ចឹងខ្ញុំ single ទេឈ្មោះអាម៉ាន់ជិបលាបាយបាយតែពេលហ្នឹងនិយាយទៅសັບហើយខ្ញុំក៏សង្ងំគេងមែនតើណាហើយភ្ញាក់ឡើងគឺយកបដ ாய் អត់មាន footage ថតទៀតដល់ល្ងឹតបាត់អានេះវា real ពេកពេល real ពេកទៅបាទគឺងើបឡើងគឺមកលុបមុខលុបមាត់ហើយញ៉ាំបាយសិនញ៉ាំអាហារពេលល្ងាចបាទតែពេលហ្នឹងហួសចិត្តថាជុំមកអានេះ content នេះគឺ real ហ្មងគេងយកតែមែនតើហ្មងស្មានងាយបានគេងអញ្ចឹងហ៎ហើយខលុបមុខឲ្យស្វាងបន្តិចភ្លាមគឺថាសវ៉ារកបាយរកទឹកញ៉ាំព្រោះកាលណាយើងញ៉ាំបាយលឿនទៅយើងឆាប់បានងុយទឹកងុយផុកចូលគេងលឿនបាទមិនដូចជំនាន់នេះទេបាទគេងយូរណាស់ជំនាន់មុនតែខ្ទង់ម៉ោង8ម៉ោង9ហ្នឹងគឺខ្ញុំផ្លឹងបាត់ហើយបាទឥឡូវម៉ោង2ដឹងណាអីហ្នឹងពេលខ្លះម៉ោង3ពេលខ្លះតភ្លឺបាទហើយនេះកន្លែងខ្ញុំគេងការ10ឆ្នាំមុនខ្ញុំគេងនៅក្រៅផ្ទះចឹងឯងខ្ញុំក្រាតែពុកមកខ្ញុំគេងហើយពុកនេះពុក10ឆ្នាំមុនខ្ញុំគេងអាហ្នឹងហើយកុំឆ្ងល់ថាម៉េចបើខ្ញុំ single តាំងពីក្មេងមកដល់អាយុ20ជាងឯសតានេះខ្ញុំគេងនៅក្រៅចឹងអ្នកនរគ្នាបាទមិនហ៊ាននិយាយស័ព្ទមួយសងសាបើមិនសងសាទៅកាន់និយាយស័ព្ទឯណាបើនិយាយស័ព្ទយើងbịកើតនៅក្រៅម៉ាក់មិនលឺមិនខ្មាស់គាត់អញ្ចឹងមានន័យ single ណាមួយយើងគ្មានលុយគ្មានកាក់ផងយកសងសាមកយើងចិត្តតែក្រែងកាយចិត្តគេអញ្ចឹងណានិយាយខ្លីគឺអត់មានលុយចប់គេងផលិតផល Silly អញ្ចឹងជាដំបូងគឺយើងប្រើជាមួយនឹង form លាងមុខ Silly ដើម្បីជួយសម្អាតផ្ទៃមុខរបស់យើងហើយអានេះក៏ជួយបំបត្តិមុនដែរទាំងអស់គ្នាហើយប្រើជាមួយនឹង form លាងមុខហើយគឺយើងមកប្រើជាមួយនឹងសលៃជូតមុខ Silly ហើយសម្រាប់ជូតមុខ Silly នេះផងដែរគឺជួយជំរុញកោសិកាចាស់ហើយវាល្អសម្រាប់អ្នកមានមុនហើយបន្ទាប់មកគឺយើងប្រើជាមួយនឹងម៉ាស់បិទមុខ Silly អានេះគឺជួយឲ្យស្បែកមុខរបស់យើងគឺទន់រលោងភ្លឺថ្លាឲ្យមុខមានសំណើមអញ្ចឹងណាទាំងអស់គ្នាហើយបន្ទាប់មកគឺយើងប្រើជាមួយនឹង serum Silly ដែលវាជួយចិញ្ចឹមស្បែកមុខរបស់យើងហើយធ្វើស្បែកមុខរបស់យើងគឺម៉ត់រលោងភ្លឺថ្លាដូចគ្នាហើយចុងក្រោយគឺយើងប្រើជាមួយនឹង night cream Silly ដែលវាជួយបំបត្តិមុនបំបត្តិជាំផ្សេងហើយធ្វើឲ្យមុខរបស់យើងគឺសរលោងភ្លឺថ្លាហើយនៅពេលថ្ងៃវិញគឺខ្ញុំប្រើជាមួយនឹង sunscreen ហើយនឹង BB cream របស់ Silly ដែលជួយការពារពីពន្លឺថ្ងៃជាជាងមុខយើងគឺឡើងជាំអាចរុយអញ្ចឹងណាហើយនឹង BB cream ដើម្បីជួយបិទបាំងស្នាមរបស់យើង